បុរសម្នាក់ហ្នឹងគាត់មានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែសត្វដែលគាត់បានបើកឡានបុកមិញហ្នឹងមិនមែនជាឆ្កែទេប៉ុន្តែគឺជាសេះដោះស្នែងទៅវិញហើយនៅពេលហ្នឹងដែរស្នែងរបស់វាហ្នឹងក៏បានចេញពន្លឺផ្លេតហើយនាងហ្នឹងហាក់បីដូចជាទទួលបាននូវឥទ្ធិពលចម្លែកខ្លាំងមួយចូលក្នុងខ្លួនអញ្ចឹងនៅពេលដែលគាត់កំពុងតែទទួលរងនូវឥទ្ធិពលហ្នឹងស្រាប់តែបុរសម្នាក់ហ្នឹងបានយកប៉ែឡើងមកវាយសត្វសេះនោះស្លាប់តែម្ដងករណីនេះហ្នឹងបើជួបអ្នកអភិរក្សសត្វហ្នឹងជាប់គាត់ក៏20ឆ្នាំឯងហើយបុរសម្នាក់ហ្នឹងខ្លួនគាត់ហ្នឹងគឺជាមេធាវីគាត់ក៏មានទុរៈសំខាន់ទៅផ្ទះរបស់ Jacker ពេលដែលគាត់បានមកដល់ផ្ទះ Jacker ហ្នឹងហើយសាកសពរបស់សេះនោះដែរគឺគាត់ដាក់នៅក្នុងឡានចាំចាត់ការនៅពេលក្រោយភូមិគ្រឹះរបស់ Jacker ហ្នឹងគឺជាភូមិគ្រឹះដ៏មានបំផុតនៅប្រចាំខេត្តហ្នឹងតែម្ដងប៉ុន្តែឪរបស់គាត់ហ្នឹងគឺកម្មក្រាស់មែនទែនគាត់បានទទួលនៅជំងឺដំណពូជគឺមហារីកអញ្ចឹងក៏បានអញ្ជើញ Peter ដែលជាមេធាវីហ្នឹងមកធ្វើការផ្ទេរគេមរតកហ្នឹងទៅឲ្យកូនគាត់មុនពេលដែលគាត់ហ្នឹងត្រូវបានស្លាប់ទៅស្រាប់ថានៅពេលដែលពួកគេទាំងពីរកំពុងតែចែកគ្នាហ្នឹង Jenny ហ្នឹងគាត់ស្រាប់តែមានអារម្មណ៍ចម្លែកមួយនៅក្នុងខ្លួនដូចមានថាមពលអីហ្នឹងគឺមកបុកក្បាលរបស់គាត់ចឹងហើយគាត់ហ្នឹងក៏បានរត់មកបន្ទប់ទឹកស្រាប់តែគាត់បានយកអាកសែហ្នឹងយកមកជូតមុខហ្នឹងឃើញថានៅក្នុងកញ្ចក់ហ្នឹងមុខគាត់ប្លែកមែនតើគឺស្នាមអុចនៅលើមុខគាត់ហ្នឹងបាត់ទាំងអស់ហើយឈាមរបស់គាត់ហ្នឹងគឺប្រែคล้ายទៅជាពណ៌ស្វាយរីឯ Peter nàyវិញក៏មានអារម្មណ៍ចម្លែកខ្លាំងដែរដោយសារតែគាត់ហ្នឹងពាក់មែនតើមកញោបលេខ800ស្រាប់តែសុកហ្នឹងគាត់ប្រែទៅជាផលមើលអត់ឃើញស្រាប់តែគាត់បានដោះមែនតើចេញហ្នឹងទៅជាច្បាស់ទៅវិញសូម្បីតែការចងចាំរបស់គាត់ហ្នឹងក៏ខ្លាំងជាងមុនដែរដោយសារតែអ្នកទាំងពីរហ្នឹងទទួលរងនៅឥទ្ធិពលរបស់សេះនោះហើយនៅពេលហ្នឹងដែរJenny នឹងបញ្ញាឡើងរត់ទៅហៅ Peter ក៏បានកាត់ផ្ដាច់រវាង Peter និងតាហ្នឹងកំពុងតែចោះកងត្រាគាត់ប្រាប់ឲ្យ Peter ហ្នឹងដោះស្រាយរឿងអាសេះនៅលើឡានហ្នឹងសិនទៅដោយសារវាដូចមានធម្មពលចម្លែកអីមួយយ៉ាងគាត់ថាពួកគេហ្នឹងអត់ទាន់និយាយគ្នាចប់ហ្មងស្រាប់តែឡានគាត់ហ្នឹងគឺខ្លាំងមែនទែនក៏បានធ្វើឲ្យអ្នកផ្ទះទាំងអស់ហ្នឹងមានការភ្ញាក់ផ្អើលជាខ្លាំងហើយក៏បានរត់ចេញមកមើលអស់គ្នាពេលដែលគាត់មកដល់មុខឡានហ្នឹងឃើញថាឡានហ្នឹងពិតជាអង្គើពិតមែនហើយមានអារម្មណ៍ថាដូចជាមានអ្វីហ្នឹងចង់ចេញពីក្នុងឡានហ្នឹងមកអញ្ចឹងមួយវិនាទីក្រោយមកហ្នឹងតែ unicorn ហ្នឹងក៏បានទម្លុះប្អួយហ្នឹងចេញក្បាលមកខាងក្រៅពិតជាអស្ចារ្យមែនទែនដោយសារវាងាប់ហើយវាអាចរស់ឡើងវិញបានទៀតព្រោះអត់ទាន់បាន5នាទីហ្នឹងក៏ប៉ែហ្នឹងមកដល់ហ្នឹងបាញ់មកគ្រាប់ហ្នឹងងាប់ទៀតដោយសារតែឃើញបែបនេះហ្នឹងPeter ហ្នឹងក៏គាត់សម្រេចចិត្តប្រាប់រឿងដែលគាត់បានបុកសេះ unicorn ហ្នឹងនៅតាមផ្លូវទៅអ្នកទាំងអស់គ្នាហ្នឹងហើយក៏បានប្រាប់ថាឈាមសេះហ្នឹងបានប៉ះខ្លួនរបស់គាត់ទាំងពីរហើយឥឡូវហ្នឹងគឺគាត់មានអារម្មណ៍ចម្លែកក្នុងខ្លួនមែនទែនហើយតាម្នាក់ហ្នឹងក៏គាត់មានគំនិតអាក្រក់មួយគាត់សង្ស័យថាសេះហ្នឹងប្រហែលជាមានថាមពលចម្លែកនៅក្នុងខ្លួនហើយគាត់ហ្នឹងក៏បញ្ជូនឲ្យអ្នកពិសោធន៍ហ្នឹងមកចាប់ពីអ្នកគាត់នឹងចូលទៅពិសោធន៍ដើម្បីធ្វើការពិសោធន៍ខ្លួនគាត់ទាំងពីរហ្នឹងមានអ្វីខុសប្រក្រតីអត់រីឯអ្នកពិសោធន៍ហ្នឹងបានបូមឈាមរបស់ unicorn នោះប៉ុន្តែមើលឃើញថាអត់មានអ្វីចម្លែកទេប៉ុន្តែអ្វីដែលចម្លែកហ្នឹងនៅលើស្នែងរបស់ unicorn នោះឃើញថាមាន DNA របស់ Peter និង Jenny ម្ល៉េះហើយបានពីរអ្នកគាត់ហ្នឹងគឺមានអារម្មណ៍ចម្លែកនិងមានថាមពលចម្លែកនៅក្នុងខ្លួនហ្នឹងអញ្ចឹងតាមអ្នកហ្នឹងក៏គាត់អត់មានគិតសម្រាប់អីច្រើនដែរគឺគាត់បានឲ្យអ្នកគ្រូពេទ្យហ្នឹងយកអាឈាមរបស់វាហ្នឹងចាក់ចូលក្នុងខ្លួនរបស់គាត់គាត់មានផ្លូវហ្នឹងចង់ក្រោយដោយសារតែគាត់ហ្នឹងកើតមហារីកអញ្ចឹងគាត់មានតែព្រមធ្វើគ្រប់យ៉ាងបែរទាំងអស់គ្នាហ្នឹងក៏បានយកអាដែកឆាបហ្នឹងយកមកឆាបស្នែងរបស់វាហ្នឹងដើម្បីយកកតិចហ្នឹងយកមកលាយជាមួយនឹងទឹកហើយក៏បានយកទៅដាំទឹកឲ្យពុះហ្នឹងយកមកភ្ជួរសរោមឲ្យតាហ្នឹងគាត់ណាភ្ជួរសរោមឲ្យភ្លាមហ្នឹងតាហ្នឹងគឺគាត់ងើបឈរតែម្ដងហើយអាឈើជ្រាត់ដែលគាត់កាន់ហ្នឹងគឺគាត់បោះចោលគាត់អាចដើរបានដូចធម្មតាអញ្ចឹងហើយអ្នកផ្ទះរបស់គាត់ហ្នឹងកូនគាត់ឯងមានការភ្ញាក់ផ្អើលខ្លាំងមែនទែនគឺស្នែងហ្នឹងគឺសាហាវមែនទែនសូម្បីតែមហារីកហ្នឹងក៏អាចព្យាបាលបានជាដែរគាត់គិតថាចុះបើយើងយកស្នែងវាហ្នឹងយកទៅធ្វើជាថ្នាំកើតមហារីកទៅយើងមិនអ្នកមានគុណនឹង100ដងទេតែឃើញដល់បែបហ្នឹងសប្បាយចិត្តហ្នឹងស្រាប់តែ Jenny ហ្នឹងគាត់មានអារម្មណ៍ចម្លែកក្នុងខ្លួនគាត់គិតថារឿងហ្នឹងមិនស្រួលអញ្ចឹងទេគាត់ក៏បានវិលត្រឡប់ទៅទូកគាត់ហ្នឹងគាត់ក៏បានឆែកឯកសារតាក់ទងជាមួយនឹងសត្វសេះ unicorn ហ្នឹងគាត់ក៏បានចែកឃើញថាសត្វ unicorn ហ្នឹងនៅទសវត្សរ៍មុនហ្នឹងក៏បានធ្លាប់មានកើតឡើងម្ដងដែរហើយវាពិតជាមានការព្យាបាលជំងឺពិតមែនអ្វីត្បិតតែវាអាចព្យាបាលជំងឺពិតមែនប៉ុន្តែពួកគេហ្នឹងបានទទួលនៅបណ្ដាសាមួយយ៉ាងធ្ងន់ធ្ងរហើយនៅចុងក្រោយហ្នឹងគឺអ្នកទាំងអស់គ្នាហ្នឹងគឺត្រូវបានស្លាប់គាត់ណាអានឯកសារហ្នឹងចប់ហ្នឹង Jenny គាត់មានអារម្មណ៍ភ័យមែនទែនគាត់ក៏បានប្រាប់ទៅអ្នកផ្ទះរបស់ Jacker ថាបញ្ឈប់ការលក់អាស្នែងនឹងទៀតទៅប្រយ័ត្នមានហន្តរាយនៅថ្ងៃក្រោយហើយយកអាសត្វសេះហ្នឹងយកដាក់នៅក្នុងព្រៃវិញទៅកុំឲ្យមានគ្រោះថ្នាក់ដោយសារតែគាត់បានឆែកឯកសារហ្នឹងចឹងទៅគាត់ក៏បានប្រាប់ទៅអ្នកទាំងអស់គ្នាហ្នឹងមិនតាមានណាគេជឿគាត់ទេថែមទាំងសោ Jenny ទៀតថាឯពិតជាល្ងងមែនលុយនៅនឹងមុខហើយយកលុយទៅបោះចោលគាត់ថាគាត់តែរឿងគេប្រឌិតហ្នឹងឯងក៏ចេះតែជឿដែរហើយ Jenny ហ្នឹងគាត់ខឹងខ្លាំងមែនទែនគាត់ក៏ចាក់ចេញពីទីកន្លែងនោះអ្នកពិសោធន៍ហ្នឹងក៏បានយកអាសេះហ្នឹងវាយខ្ចប់ជាថង់ហើយបូមខ្យល់ចេញទាំងអស់រីឯអ្នកផ្ទះរបស់
Checker ហ្នឹងសប្បាយចិត្តហើយគាត់បានជប់លៀងជប់អីផឹកស្រាទាំងយប់តែអ្នកយាមទ្វារអង្គរៈរបស់គាត់ហ្នឹងបានវាយកូនចូលមកក្នុងថាពួកយើងហ្នឹងមានភ្លើងអត់ស្រួលហើយគឺផ្លិតគាត់ណាផឹបហ្នឹងគឺមកពុំមួយគ្រឿងហ្នឹងគឺដាច់ភ្លើងតែម្ដងស្រាប់តែ Jenny ហ្នឹងគាត់បានលើកទូរស័ព្ទដៃគាត់មកហ្នឹងក៏ផ្លិតហើយក៏លុតឈឹងតែម្ដងដូចមានសេវាចម្លែអ្វីមួយយ៉ាងហ្នឹងមកប៉ះទង្គិចពួកគេចឹងហើយតាហ្នឹងក៏ប្រាប់ឲ្យ Peter ហ្នឹងទៅមើលបន្ទប់ពិសោធន៍តិចស្រាប់តែគាត់ចូលដល់បន្ទប់ពិសោធន៍ភ្លាមហ្នឹងភ្លើងហ្នឹងក៏ឆេះមកដូចដើមវិញអញ្ចឹងក៏អ្នកទាំងអស់គ្នាហ្នឹងធូរអារម្មណ៍មកវិញមកស្រាប់តែពេលហ្នឹងដែរដុកទ័រផុសហ្នឹងឮតាប៊ុចអត់ដឹងថាមានអ្វីមួយយ៉ាងហ្នឹងចាក់ទម្លុះគាត់ពីខាងក្រោយខ្នងទេស្រាប់តែមើលទៅគឺស្នែងរបស់ Unicorn សោះហើយក៏ឃើញមានសម្ោលធំហ្នឹងនៅខាងក្រៅបន្ទប់ពិសោធន៍របស់គាត់នឹកស្មានថា Unicorn ហ្នឹងមានតែមួយទេនៅមានច្រើនក្បាលទៀតពួកគេហ្នឹងគិតថាប្រហែលជាវាហ្នឹងមកសងសឹកឲ្យដៃគូវាហើយស្រាប់តែ Jenny អានេះវិញរត់ចូលផ្ទះសឹងមិនទាន់ត្រូវបានអា Unicorn មួយទៀតហ្នឹងដេញជល់គាត់ប៉ុន្តែអា Unicorn ហ្នឹងគាត់តែឃើញមុខរបស់ Jenny ភ្លាមគឺគាត់តម្លាក់ទឹកមុខ slow ហើយក៏បានដាក់ស្នែងរបស់គាត់ហ្នឹងឲ្យចេញភ្លើងផ្លេតដោយការដំបងដែល Jenny បានប៉ះអា Unicorn មួយទៀតចឹងហើយជាគាត់ចង់ឲ្យ Jenny ហ្នឹងប៉ះទៅអាចនឹងដឹងរឿងអ្វីមួយយ៉ាងចឹងណាស្រាប់តែ Jenny ប៉ះចិត្តដល់ហើយគឺអង្គរៈរបស់ភូមិគ្រឿងបានបាញ់បន្តទៀតអញ្ចឹងបើយើងតាមមើលទៅអាសត្វ Unicorn នេះវាមិនប្រយុទ្ធខ្លាំងហ្មងណាគ្រាន់តែគេបាញ់ក៏រត់ទៅពេលហ្នឹងដែរអ្នកទាំងអស់គ្នាហ្នឹងក៏បានមកប្រជុំគ្នានៅក្នុងបន្ទប់អាហារក៏គិតថាឥឡូវយើងបន្តទៅមុខទៀតយើងត្រូវចាត់ការអាសេះមួយទៀតហ្នឹងមិនទៅពួកអ្នកទាំងអស់គ្នាឆ្ងល់មែនតើហេតុអ្វីអាសេះហ្នឹងអត់ធ្វើបាប Jenny អញ្ចឹង Jenny ក៏បានប្រាប់ទៅវិញថាដោយសារតែគាត់ហ្នឹងធ្លាប់ប៉ះ Unicorn ពីមុនមកគាត់មានអារម្មណ៍ជាមួយនឹងវាអញ្ចឹងទៅណាគាត់អាចដឹងពីវាអាចនិយាយអីរឿងនៅក្នុងចិត្តប្រាប់គាត់បានគាត់ដូចជាភ្ជាប់ទំនាក់ទំនងជាមួយនឹង Unicorn ហ្នឹងបានអញ្ចឹងហើយក៏បានប្រាប់ដែរថា Unicorn មួយក្បាលមិញហ្នឹងគឺម៉ែរបស់អា Unicorn ដែលគាត់ចាប់មកបន្ទប់ពិសោធន៍ហ្នឹងអញ្ចឹងក៏វាបានរត់ទៅបន្ទប់ពិសោធន៍ដើម្បីរកកូនវាហើយក៏បានចាក់សម្លាប់នៅលោកដុកទ័រផុសនោះស្ដាប់ឮ Jenny និយាយចប់ហ្នឹងតាហ្នឹងអត់សម្រេចចិត្តថាយកកូនទៅឲ្យម៉ែវាវិញទេថែមទាំងគិតថាគាត់នឹងចាប់ទាំងម៉ែវាមកទៀតគាត់នឹងក៏បានរៀបចំអាវុធជុំវិញផ្ទះតែម្ដងដើម្បីចាប់ទាំងម្ដាយរបស់ Unicorn នោះទៀតពួកគេនឹងបានពាក់អាវការពារនឹងអាវុធទំនើបកាន់ពេញដៃគាត់ក៏បានដើរតាមស្នាមឈាមដែលអង្គរៈរបស់គាត់នឹងបាញ់ត្រូវម្ដាយវាក៏បានដើរតាមស្នាមឈាមនឹងចូលមកក្នុងព្រៃជ្រៅមួយក៏បានប្រទះឃើញម៉ែរបស់វានឹងយកអាស្នែងខ្លួនឯងនឹងយកមកព្យាបាលរបួសតានោះនឹងគាត់បានទៅគៀក Unicorn នោះហើយគាត់ក៏បានយកដៃទៅគាត់ផុងទៅចាប់ទាំងរស់តែម្ដងស្រាប់តែពេលហ្នឹងដែរនៅក្បែរខ្លួនគាត់ហ្នឹងគឺឮសំឡេងចម្លែកមកខ្លាំងមែនទែនហើយអង្គរៈរបស់គាត់ហ្នឹងងាកទៅខាងក្រោយខ្នងហ្នឹងគឺមាន Unicorn ធំជាងនឹងមួយទៀតស្រាប់តែពួកអង្គរៈណាតើបានបាញ់ហងសេះហ្នឹងគឺបានបាត់ខ្លួននៅក្នុងអាប់ហ្នឹងតែម្ដងហើយភ័យហ្នឹងប្រហែលជាភ័យរបស់ពួកគេលាក់ខ្លួនហើយពួកវាហ្នឹងរត់បានល្អណាស់ការពារខ្លួនអត់ឲ្យអង្គរៈហ្នឹងរកឃើញទេមិនថាពួកវាហ្នឹងបាញ់ប្រហែលគ្រាប់អីគឺបាញ់អត់ត្រូវសេះនោះទេតរ Peter ហ្នឹងគាត់យកអាកែវឆ្លោះហ្នឹងឆ្លោះតាមអាសម្ោលហ្នឹងទៅបានឃើញសម្ោលរបស់វាភ្លឺហ្នឹងរត់សម្ដៅមកគាត់ហើយនាងពីរហ្នឹងគាត់ឃើញអញ្ចឹងហ្នឹងដាក់មេប្រូចហ្មងរត់មិនទាន់ណាសត្វពីរហ្នឹងរត់លឿនជាងគាត់ទៀតហើយគាត់ហ្នឹងត្រូវបាន Unicorn ចំនួន2ក្បាលហ្នឹងព័ទ្ធជុំវិញតែម្ដងគាត់រត់ទៅណារួចទេអញ្ចឹងតាហ្នឹងគាត់បានរៀនពីវិធីបុរាណហ្នឹងគាត់លើកដៃកុំនៅពេលហ្នឹងដែរអាសេះហ្នឹងគឺពិតជាចេញពលឺនៅស្នែងវាពិតមែនស្រាប់តែពេលហ្នឹងដែរមើលទៅសេះហ្នឹងគាត់ប្រហែលជាមិនលើកលែងអ្នកទាំងអស់គ្នានឹងទេពួកគេហ្នឹងក៏បានរត់ចូលក្នុងផ្ទះហ្នឹងបិទទ្វារយ៉ាងបញ្ញាបញ្ញាលអញ្ចឹង Jenny ក៏ថាបើយើងយកអាសាកសព Unicorn ទូចហ្នឹងបកគលទៅឲ្យម៉ែឪវាវិញទៅវានឹងអត់មានរឿងអីកើតឡើងទេអញ្ចឹងអ្នកទាំងអស់គ្នាហ្នឹងក៏យល់ស្របគំនិតមួយហ្នឹងប៉ុន្តែដោយសារអាស្នែងនៅលើក្បាលរបស់វាហ្នឹងគឺពិតជាមានតម្លៃខ្លាំងមែនទែនគាត់នៅតែមានគំនិតមួយហ្នឹងចង់យកវាទៅលក់អញ្ចឹងក៏គេបានលួចយកអាណាហ្នឹងយកមកអាស្នែងរបស់សេះនោះហើយក៏បានយករបស់អីខ្មៅមួយយ៉ាងហ្នឹងយកទៅបិទពីលើហ្នឹងវិញពីអាពងម្ដាយរបស់សេះហ្នឹងពេលឃើញកូនរបស់ខ្លួនហ្នឹងក៏អារម្មណ៍ចាប់ដើមស្ងប់ចុះវិញស្រាប់តែឃើញថាស្នែងរបស់កូនខ្លួនឯងហ្នឹងត្រូវបានបាក់បាត់ទៅហើយគឺខឹងខ្លាំងមែនទែនគាត់បាននិយាយច្រើននេះគឺចាប់អ្នកស្រីហ្នឹងហែកជា2តែម្ដងបែរងោលនោះរត់តាមផ្លូវក្រោយហ្នឹងក៏រួចខ្លួនទៅប៉ុន្តែអ្នកនៅក្នុងផ្ទះនេះគឺអត់រួចខ្លួនទេនៅពេលដែលពួកគេទាំងអស់គ្នាកំពុងស្លន់ស្លោហ្នឹងលេង Checker ហ្នឹងគាត់បានយកអាម្សៅដែលឈូសចេញពីក្បាល Unicorn ហ្នឹងគាត់យកហឺតចូលក្នុងខ្លួនរបស់គាត់អញ្ចឹងក៏អ្នកទាំងអស់គ្នាមើលមុខគាត់ដឹងថាគាត់ឡើងខ្លាំងប៉ុណ្ណាភ្នែកឡើងសថ្ងៃបន្ទាប់ហ្នឹងគាត់ក៏បានចាប់ Jenny ហ្នឹងយកធ្វើជាអន្ទាក់ដើម្បីឲ្យសេះឈ្មោលនិងសេះញីហ្នឹងមកហៅវាហើយគាត់ហ្នឹងគឺចាំបាញ់នៅកន្លែងមួយចំហៀងទៀតមិនបានយូរប៉ុន្មានហ្នឹងសេះញីឈ្មោលហ្នឹងគាត់ពិតជាបានចេញមកពិតមែនវាក៏បានបញ្ចេញថ្មិញចង្កូមហ្នឹងដាក់ Jenny ប៉ុន្តែស្រាប់ដល់មកផ្លែតហ្នឹងគឺវាបានដេកនៅលើខ្លួនរបស់ Jenny តែម្ដងហើយ Checker ឃើញបែបនេះហ្នឹងគឺបញ្ញារត់ទៅរកខ្សែហ្នឹងយកមកចងដៃចងជើងរបស់សេះនោះ Checker គាត់ថាបើយកអាសេះពីរញីឈ្មោលហ្នឹងយកទៅចិញ្ចឹមហ្នឹងអញ្ចឹងវាកើតកូនមកគាត់នឹងមានលុយជារៀងរហូតគាត់អាចប្រើស្នែងវាហ្នឹងជារៀងរហូត
រាងាកមកមើល Peter នេះវិញគាត់ក៏បានយកស្នេហ៍របស់កូនវានឹងយកដាក់អន្ទាក់មេវានឹងដើរមកតាមដែរស្រាប់តែឃើញ Jenny នឹងវាក៏បានដេកទៅលើផ្លូវរបស់ Jenny ទៀតអញ្ចឹង Jacker គឺគាត់សប្បាយចិត្តមែនតើគាត់បាននិយាយប្រាប់ទៅ Peter ថាយើងពីរនាក់ឥឡូវយើងចែកម្នាក់50អញ្ចឹង Peter គាត់នៅមានមនសិការគាត់ក៏បានដើរទៅមុខយកអាស្នេហ៍របស់ Unicorn ហ្នឹងគឺចាក់ Jacker ស្លាប់តែម្ដង Jacker ហ្នឹងក៏បានដកអាវុធនៅក្នុងកប៉ៅគាត់ហ្នឹងចាក់ Peter ឲ្យស្លាប់វិញ Jenny ហ្នឹងក៏បានស្រាយចំណងសេះទាំងពីរក៏បាននោះគាត់ក៏បានរត់ឡើងទៅមើលរបួសរបស់ឪពុករបស់គាត់ឃើញថាគាត់លើកនេះពិតជាធ្វើបានត្រឹមត្រូវមែនតើប៉ុន្តែមានណាគាត់ស្លាប់បាត់ Jenny ហ្នឹងគាត់ពិបាកចិត្តនឹងយំខ្លាំងមែនតើនៅពេលសែងពីរក្បាលហ្នឹងគាត់ងើបឡើងវិញហ្នឹងគាត់ឲ្យ Jenny ហ្នឹងងាកចេញគាត់ក៏បានអូស Peter ហ្នឹងយកទៅដាក់នៅលើសពរបស់កូនគាត់ហើយក៏បានយកស្នែងកូនរបស់វាហ្នឹងយកទៅដាក់នៅក្បែរខ្លួនកូនគាត់ហើយក៏រង្គិចស្នែងគ្នាហ្នឹងចេញជាភ្លើងរន្ទះមួយបានធ្វើឲ្យ Peter ហ្នឹងដឹងខ្លួនឡើងមកវិញរបួសរបស់ Peter ហ្នឹងក៏ព្យាបាលឡើងមកពេលដែលធ្វើពិធីហ្នឹងហើយហ្នឹងកូនសេះ Unicorn ហ្នឹងក៏បានរស់ឡើងមកវិញដែរអញ្ចឹងឪពុកនិងកូនរបស់គាត់អ្នកទាំងពីរហ្នឹងគឺសប្បាយចិត្តខ្លាំងមែនតើក៏បានអោបគ្នាហើយរឿងយើងហ្នឹងក៏បានមកដល់ទីបញ្ចប់ហើយនៅចុងក្រោយរឿងហ្នឹងគឺសេះ3ក្បាលហ្នឹងក៏បានរត់កន្លែងគ្នានៅតាមផ្លូវហ្នឹងគឺមានសេចក្តីសុខមែនតើតែអត់យល់មួយដំបូងសេះហ្នឹងពណ៌ខ្មៅដល់ពេលដល់ចុងក្រោយខ្លាយទៅជាពណ៌សវិញ